យើងទទួលភ្ញៀវរបៀបណាលើទូរស័ព្ទ iPhone អញ្ចឹងសាកល្បងហៅអញ្ចឹងភ្ញៀវហៅគឺរបៀបនេះមានសំឡេងបែបនេះអញ្ចឹង iPhone ខុសពី Samsung លក្ខណៈខុសគ្នាយើងចុចអានេះមកអញ្ចឹងបើសិនមកថាដាច់អញ្ចឹងយើងចុចអានេះមកក៏ទទួលបានដែរចុចលើមកនេះមានពាក្យវានេះយើងទទួលមកយើងនឹងឃើញផ្លូវរត់នេះផ្លូវរត់ទៅយកភ្ញៀវអញ្ចឹងយើងបាំងអញ្ចឹងយើងនេះមកនេះអញ្ចឹងទីតាំងយើងទៅយកភ្ញៀវនៅកន្លែងនេះអញ្ចឹងណាហើយយើងបញ្ជាកុំឲ្យខកយើងត្រូវចាំបាច់ខទៅភ្ញៀវតាមលេខទូរស័ព្ទដែលភ្ញៀវមានអញ្ចឹងនេះ011អាហ្នឹងសេកាតដែរយើងទេសេកាតទៅអញ្ចឹងអាហ្នឹងយើងតាក់ទងភ្ញៀវរួចហើយអញ្ចឹងយើងtrack តាមហ្នឹងក៏បានដែរនេះទៅដល់គោលដៅនេះភ្ញៀវអញ្ចឹងយើងមើលតាមអាហ្នឹងក៏បានអ្នកខ្លះក៏ចូលចិត្តមើលតាម Google Map មើលតាមនេះចុចអានេះមកវារត់ខ្សែ Google Map ឲ្យយើងនេះចុចតែ start ទៅស្រួលណាស់1គីឡូ2គីឡូtrack តាមហ្នឹងទៅស្រួលអញ្ចឹងយើងត្រឡប់ទៅ screen ដើមវិញយើងក៏ចុចអានេះមកវាមក screen ដើមវិញហើយយើងបានជាក់ថាយើងបានទទួលភ្ញៀវអញ្ចឹងទទួលភ្ញៀវហើយយើងវាឲ្យផ្លូវរត់ថ្មីមួយទៀតណារត់ដាក់គោលដៅដាក់គោលភ្ញៀវដែលបានដាក់គោលដៅហ្នឹងយើងវាអញ្ចឹងសំខាន់យើងចុចអានេះចុចមូទូចខាងស្ដាំដៃនេះចុចអាហ្នឹងទៅ track តាមហ្នឹងយើងជិះតាមគំនូសពណ៌ខៀវហ្នឹងរហូតចុះមកគឺអូខេទៅដល់អញ្ចឹងវារត់តាមគំនូសខៀវហ្នឹងរហូតអញ្ចឹងទៅហើយដល់គោលដៅអញ្ចឹងអាហ្នឹងសម្រាប់អ្នកមើលចូលចិត្តមើលតាម screen នេះអ្នកខ្លះគេចូលចិត្តមើលតាម Google Map យើងមើលនេះយើងចុចតែ start ទៅវា track យើងទៅតាមគោលដៅហ្នឹងហើយដល់ចប់ដល់គោលដៅហើយយើងចុចអានេះមានន័យថាយើងកំពុង online ចុចអាហ្នឹងមកនេះដល់គោលដៅហើយយើង complete មកយើងនឹងទទួលបានលុយពីភ្ញៀវចំនួនប្រមាណអញ្ចឹងណាយើងដានមកអាហ្នឹងមានតែប៉ុណ្្នឹងសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone